អ្នកនយោបាយត្រីស្ដោស៊ីកូនឯងហើយសូមបញ្ជាក់បងប្អូនថាអ្នកនយោបាយជើងមិនជាប់ដីប្រមុខរដ្ឋជគូសខ្ញុំនិយាយពាក្យជគូសបងប្អូនដឹងថាពីណាគេប្រមុខរដ្ឋជគូសគឺជាអ្នកនយោបាយត្រីស្ដោស៊ីកូនឯងហើយខ្ញុំនិយាយនេះខ្ញុំមិនមែនសំដៅថាប្រមុខរដ្ឋជគូសហ្នឹងវាទៅស៊ីកភីកភូអីមិនមែនចឹងទេគ្រប់សារនយោបាយដែលចេញទៅតែងតែមានអ្នកជាប់គុកជារប៉ុយបងប្អូនឃើញទេកាលពីប្រមុខរដ្ឋកថោគាត់ចេញសារនយោបាយរឿងពាក់ព័ន្ធនឹងចលនានោះក៏ជាប់គុកអស់មួយចំនួនទៅក្រោយមកក៏បង្កើតអីផ្ការីកផ្ការយអីគេនោះក៏ជាប់គុកអស់មួយចំនួនទៅឥឡូវនេះថ្មីគាត់មកចេញសារនយោបាយឯណាមានឈើគូសមានឃ្លាំងម៉ាសេវយកទៅអុចបន្ទុះបង្កអសន្នសុខនៅក្នុងស្រុកនោះមានអ្នកចេញមកហៃលេលើនៅក្នុងស្រុកក៏មានអ្នកជាប់គុក2-3នាក់ទៀតអញ្ចឹងទៅនេះដែលបញ្ជាក់ថាអ្នកនយោបាយត្រីស្ដោស៊ីកូនឯងហើយបងប្អូនឃើញទេហើយកាលពីលោកកឹមសុខានៅត្រូវគ្នាជាមួយម៉ាស៊ីម្នាក់នោះម៉ាស៊ីម្នាក់ប្រមុខរដ្ឋជគូសហ្នឹងពេលដែលចេញសារនយោបាយនៅក្រៅប្រទេសម្ដងលោកកឹមសុខានៅក្នុងស្រុកនោះគេយកខ្សែរឹតករហូតពេលលបងមួយប្រមុខរដ្ឋកថោប្រមុខរដ្ឋជគូសនៅក្រៅប្រទេសចេញសារនយោបាយកាលហ្នឹងកឹមសុខាប្រមុខរដ្ឋចោលស្រុកហ្នឹងជាមនុស្សតែមួយគេចាប់ដៃគ្នាឯនោះចេញសារនយោបាយម្ដងកឹមសុខាគេរឹតកកឡើងវាចអស់ហើយក្រោយមកកឹមសុខាក៏ដឹងខ្លួនគាត់ដោះខ្លួនគាត់ចេញពីរឿងអីតែមួយហ្នឹងទៅគាត់ក៏រួចខ្លួនទៅក្រោយមកពាក់ព័ន្ធជាមួយរងឈុនទៀតរងឈុននៅកលឹមកលំជាមួយអាត្រីស្ដោម្នាក់ហ្នឹងរងឈុននៅកវែលខ្លោងទ្វាមន្ទីរអប់រំហ្នឹងនៅតែហ្នឹងព្រោះរងឈុនគាត់ស្ដាប់អាមួយនឹងខ្លាំងណាស់ហើយកឹមសុខាគាត់ឆ្លាតគាត់ដោះខ្លួនចេញកឹមសុខាក៏យ៉ាងបានស្បើយតិចមកមិនត្រូវមានខ្សែរឹតកហើយឥឡូវនេះបងប្អូនឃើញទេចេញសារនយោបាយមួយហើយមួយទៀតឲ្យតែចេញសារនយោបាយអីមួយនិយាយអីមួយឡើងបញ្ជូអស៊ីសេរីហ្នឹងអ្នកនៅក្នុងស្រុកតែងតែជាប់គុករប៉ុយឃើញអញ្ចឹងទេបងប្អូនឃើញទេអញ្ចឹងបាទខ្ញុំថាអាមួយនេះគឺជាត្រីរស់ត្រីស្ដោស៊ីកូនឯងហើយមួយទៀតនេះបងប្អូនខ្ញុំឆ្លើយតបទៅអ្នកដូចជាបណ្ឌិតឬក៏អ្នកវិភាគនយោបាយអីមិនដឹងទេដូចជាល្បីដែរនៅក្នុងបណ្ដាញសង្គមនៅក្នុងតែងតែឡើងទៅវត្ថុអសីសេរីឡើងអីគាត់ឈ្មោះវ៉ុនចាន់ឡតគាត់ធ្វើការវាយប្រហារទៅលោកសងសូតាន់ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលម្សិលមួយថ្ងៃលោកសងសូតាន់ហ្នឹងគាត់បកស្រាយពីរឿងព្រំដែនរឿងសៀមឆ្លៀនពៀនហ្នឹងអញ្ចឹងលោកវ៉ុនចាន់ឡតនេះគាត់សរសេរវាយប្រហារទៅសងសូតាន់ហ្នឹងថាប៉ាកែប៉ុណ្ណឹងដែរមានចំហប៉ុណ្ណឹងដែរហេតុអីក៏បណ្ដោយឲ្យសត្រូវឆ្លៀនពៀនបាននេះអាពាក្យនេះពាក្យបណ្ដោយឲ្យសត្រូវឆ្លៀនពៀនអ្នកណាបណ្ដោយឲ្យសត្រូវឆ្លៀនពៀនអូសត្រូវវាមកឆ្លៀនពៀនប្រទេសយើងវាមកយកដីប្រទេសយើងហ្នឹងមានឋានៈដឹកនាំបណ្ដោយឲ្យវាមកឆ្លៀនពៀននេះអាពាក្យនេះមិនមែនជាពាក្យបញ្ចេញមតិរឿងព្រំដែនទេណាចោតប្រកាន់ទៀតណាចោតប្រកាន់ទៀតអាហ្នឹងគុកទៀតណាបើលោកឯងនៅក្នុងស្រុកគុកទៀតណាចោតថាគេបណ្ដោយឲ្យសត្រូវឆ្លៀនពៀនឥឡូវបងប្អូនមើលនេះលោកវ៉ុនចាន់ឡតនេះគាត់សរសេរវាយប្រហារទៅលោកសងសូតាន់ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលមើលគេស្ដាប់លោកសូតាន់មួយផ្លែតហំដែរតែគិតបន្តិចចុះបើខ្លាំងប៉ុណ្ណឹងដែរគិតយុទ្ធសាស្ត្រ
ជ្រោប៉ុណ្ណឹងដែរមិនបានបណ្ដោយឲ្យសត្រូវឆ្លៀនពៀនបាននេះវាធ្ងន់អាពាកបណ្ដោយនេះអាពាកបណ្ដោយនឹងថាផ្ដាល់ឲ្យឬក៏បើកដៃឲ្យសត្រូវមកឆ្លៀនពៀនអ្នកណាបើកដៃឲ្យសត្រូវឆ្លៀនពៀនអញ្ចឹងលោកលន់ច័ន្ទវត្តឯងនេះមិនមានបញ្ចេញមតិរឿងព្រំដែនទេណានេះអញ្ចឹងពួកអាកថោមីកថោមើលនេះពាក្យបណ្ដោយអានេះចោតប្រកាន់គេណាចោតប្រកាន់ថាគេបណ្ដោយនឹងអាសៀមនឹងទៅឆ្លៀនពៀនអញ្ចឹងវាចេះតែអញ្ចឹងបើលោកឯងនៅក្នុងស្រុកជាប់គុកទៀតនេះប្រើពាក្យអញ្ចឹងមិនថាលោកឯងនឹងចេះកម្រិតណាបណ្ឌិតអីអ្នកវិភាគនយោបាយអីណាខ្ញុំមិនដឹងទេប៉ុន្តែភាសានេះគឺភាសាគុកទៀតបើនៅក្នុងស្រុកអ្នកណាបដោយអាសៀមមិនឆ្លៀនពៀនមានណាបដោយវាហើយលោកឯងវាយប្រហារទៅអ្នកនាំពាក្យសង្ឃសុតានហ្នឹងគាត់បកស្រាយរឿងពិតប្រទេសកម្ពុជាតារឿងព្រំដែនរឿងសៀមតាចុះហេតុអីលោកឯងទៅអីណាថាហមហើយប៉ុណ្ណឹងបដោយឲ្យគេឆ្លៀនពៀនមកអត់មានណាបដោយទេអាសៀមមិនឆ្លៀនពៀនតែម្ដងអញ្ចឹងលោកឯងគិតឡើងវិញបើនៅក្នុងស្រុកលោកឯងអត់រួចខ្លួនទៀតណាអានេះមិនពាក្យបញ្ចេញមតិខ្វល់ខ្វាយរឿងព្រំដែនណាចោតប្រកាន់គេថាគេបដោយឲ្យអាសៀមឆ្លៀនពៀនអញ្ចឹងវាចេះតែអញ្ចឹងឲ្យបងប្អូនពិចារណាទៅ